អីវ៉ាន់ចូលថ្មីទៀតហើយមែនបងអូហ្នឹងហើយអូនអីវ៉ាន់យើងមកថ្មីទៅដែរជាបន្តក្នុងរៀងថ្ងៃគឺយើងមានស្តុកមកថ្មីរហូតហើយអីវ៉ាន់នេះគេខ្លះដែរបងសម្រាប់ថ្ងៃនេះបងចង់ review អីវ៉ាន់2 3ជូនបងប្អូនទៀតអញ្ចឹងណាដល់បងកាន់ណាដៃនេះជាប្រភេទដាក់សុទ្ធយើងអាចដាក់ពងមាន់ពងទាជាជួរនៅលើនេះមកបន្ទាប់មកបងប្អូនធ្វើការដកហូតសុទ្ធពីឡើយនេះបន្ទាប់ពីយើងដកមកគឺសុទ្ធធ្លាក់មកម្ដងមួយតាមរយៈរាងរបស់វាអញ្ចឹងរបស់នេះងាយស្រួលប្រើមែនតើហ្នឹងហើយមួយទៀតបងចង់ណែនាំជាប្រភេទធុងម្សិលមិញយើងបានណែនាំធុងដូចគ្នាតែជាប្រភេទធុងដាក់អង្គតែនេះគឺធុងដូចគ្នាតែជាប្រភេទធុងអាចដាក់គ្រឿងទេសបានអាចដាក់ជាម្ទេសម៉ត់ឬក៏គ្រឿងបិលម្ទេសឬក៏គ្រឿងផ្សេងឲ្យទៅជាប្រភេទម៉ត់ឬក៏គ្រាប់ធនជាតិឬក៏គ្រាប់កាហ្វេអញ្ចឹងទៅអញ្ចឹងរបៀបប្រើប្រាស់គឺងាយស្រួលមែនតើបងប្អូនគាត់តែដកគម្របខាងលើនេះមកនេះហើយបន្ទាប់មកបងប្អូនធ្វើការចាក់គ្រាប់ធនជាតិឬក៏អីវ៉ាន់ឬក៏ស្ករស្នោឬក៏ស្កររបស់បងប្អូនហ្នឹងក៏អាចចាក់ចូលក្នុងបានបន្ទាប់មកបងប្អូនធ្វើការយើងមានពេញមួយសម្រាប់ត្រូខាងក្រៅបន្ទាប់មកបងប្អូនធ្វើការចុចឡើងនេះគឺស្ករសឬក៏គ្រឿងដែលបងប្អូនដាក់ហ្នឹងគឺវាធ្លាក់មកខាងក្រោមគឺយើងអាចយកប្រើប្រាស់បានអញ្ចឹងវាងាយស្រួលស្តុកមែនទែនហើយការពារសត្វល្អិតចូលវាងាយស្រួលប្រើប្រាស់ហ្នឹងអញ្ចឹងសម្រាប់មួយនេះគឺជាប្រភេទធុងដាក់គ្រាប់ធនជាតិដូចគ្នាតែຂະຫນាតតូចទេតែបើតាមមើលទៅក្នុងហ្នឹងគឺយើងមានជាកែវមួយសម្រាប់ចាក់ចូលចេញមកហើយមួយទៀតយើងមានស្កុតមួយដែលយើងអាចដាក់នៅលើជញ្ជាំងបានភ្ជាប់ជាមួយជញ្ជាំងឧទាហរណ៍យើងអាចដាក់ចេះបាននៅផ្ទះបាយយើងអាចដាក់ជាគ្រាប់ធនជាតិឬក៏គ្រាប់កាហ្វេដែលខ្ញុំនិយាយហ្នឹងក៏បានដែរអញ្ចឹងយើងយកពេញដែលខ្ញុំបង្ហាញមិញហ្នឹងយកពេញហ្នឹងមកចុចឡើងនេះមកគឺគ្រាប់ធនជាតិវាធ្លាក់មកហើយអញ្ចឹងអីវ៉ាន់នេះជាប្រភេទធុងអញ្ចឹងប្រភេទធុងថ្ងៃនេះគឺយើងមាន3ប្រភេទហ្នឹងអញ្ចឹងបើសិនជាបងប្អូនមានចំណាប់អារម្មណ៍អាចទំនាក់ទំនងមកខាងយើងបានហើយមួយទៀតបងប្អូនទាំងអស់គ្នានៅក្នុង app NTH របស់យើងគឺមិនមែនមានតែអីវ៉ាន់ប៉ុណ្្នឹងទេជាប្រភេទ household និងប្រភេទគ្រឿងអគ្គិសនីជាច្រើនទៀតអញ្ចឹងបើបងប្អូនមានចំណាប់អារម្មណ៍អាចទំនាក់ទំនងមកកាន់ page NTH Mall លេខទូរស័ព្ទលើអេក្រង់ឬធ្វើការបញ្ជាទិញនៅក្នុង app NTH សូមអរគុណបងប្អូន